មែនហើយគឺខ្ញុំមិនចង់ចោទខ្ញុំថាបកកាយលឹបលោទៀតឯងចុះអ្នកណាទៅដឹងបើលោកពិតជាបកកាយលឹបលោមែនហ្នឹងមនុស្សមិនដែលស្គាល់គ្នាតែងតែយកច្រឡំចឹងហីតែពេលនេះឲ្យខ្ញុំសុំទោសផងបើខ្ញុំគិតខុសហើយនិយាយខុសអីនោះខ្ញុំចេញពីធ្វើការម៉ោង5ហើយខ្ញុំក៏អាចធ្វើការសរុបបញ្ជីឲ្យលោករហូតដល់ម៉ោង10យប់បានហើយនៅមានថ្ងៃសៅរ៍និងថ្ងៃអាទិត្យទៀតខ្ញុំគិតថាខ្ញុំអាចធ្វើការឲ្យលោកទាន់ពេលវេលាបើខ្ញុំធ្វើបញ្ជីមិនហើយទេណាខ្ញុំអាចយកទៅធ្វើនៅឯផ្ទះទៀតchẳngណាក៏ត្រូវតែធ្វើឲ្យរួចរាល់ទាន់ពេលវេលាជូនលោកដែរនាងត្រូវស្រាប់ឲ្យច្បាស់ណាការងារនៅទីនេះមិនមែនមានត្រឹមតែបញ្ជីដែលកម្មកររត់ត្បូងបានតែមួយមុខទេគឺត្រូវមកគិតគូរពីរឿងប្រាក់ខែរបស់កម្មករទៀតផងបាននិយាយរួមទៅនោះគឺនាងត្រូវតែមកទទួលខុសត្រូវខាងគណនេយ្យរបស់ខ្ញុំបើសិនជានាងអះអាងអាចធ្វើបានខ្ញុំនឹងទទួលនាងឲ្យមកធ្វើការជាមួយនឹងខ្ញុំហើយកុំឲ្យនាងចោទប្រកាន់មកលើខ្ញុំថាខ្ញុំជាមនុស្សដែលចិត្តចង្អៀតចង្អល់ហើយនាងអាចមកធ្វើកិច្ចការរបស់នាងបានចាប់ពីម៉ោង5បានពីព្រោះថាមេការក៏គាត់សម្រាប់ប្រចាំថ្ងៃនៅទីនេះដែរហើយមេការនឹងក្រុមការងារគឺប្រចាំការនៅទីនេះជានិច្ចហើយអាចការពារនាងបានទៀតផងហើយនាងចាប់ផ្ដើមការងារចាប់ពីថ្ងៃស្អែកនេះទៅហើយរឿងប្រាក់ខែខ្ញុំនឹងឲ្យនាងទៅតាមកម្រិតការងារផ្សេងហើយក៏មិនឲ្យបដិសេធជាមួយនឹងខ្ញុំដែរប៉ាត់មែនទេលោកប៉ាត់ជាព្រមទទួលឲ្យខ្ញុំធ្វើការមែនទេយ៉ាងម៉េចហ្នឹងណែនាងគិតថាខ្ញុំនិយាយលេងអញ្ចឹងហ៎យ៉ាងម៉េចមិនគូនាងបកកាយកាត់ស្មានខ្លាំងម្លេះហ្នឹងហ៎ចូលចិត្តធ្វើជាមនុស្សគ្មានភាពជឿជាក់ទៅលើអ្នកដទៃសោះអញ្ចឹងហ៎កែប្រែខ្លះទៅធ្វើជាមនុស្សណាគួរតែសម្លឹងមើលពិភពលោកនៅក្នុងផ្លូវល្អខ្លះផងទើបវាល្អប្រសើរខ្ញុំជាមនុស្សដែលចូលចិត្តសម្លឹងមើលពិភពលោកនេះក្នុងផ្លូវល្អខ្លាំងណាស់ប៉ុន្តែមកពីលោកដែរហ្នឹងជាមនុស្សប្លែកមកចម្លែកអ្នកណាក៏ស្មានខុសដែរមើលចាស់ជាថកែដីត្បូងតែបែរជាមកសង្ងំនៅក្នុងព្រៃក្នុងរងភ្នំទៅវិញតួអ្នកផ្សេងក៏គេគង់តែយកច្រឡំដូចតែគ្នាដែរហ្នឹងណែកាងោមិនក៏ឯងតមាត់ជាមួយអ្នកប្រុសអញ្ចឹងប៉ះពាល់ប្រយ័ត្នអត់ការងារធ្វើទៅបើសម្ដីបកកាយអញ្ចឹងសូមឲ្យការងារនេះឲ្យវាបកកាយដូចជាមាត់ផងចុះហើយខ្ញុំក៏មិនចូលចិត្តមនុស្សណាដែលបកកាយតែមាត់តែមិនបកកាយធ្វើនោះទេលោកចាំតែមើលសិនទេ
ថាមនុស្សដូចជាខ្ញុំនេះពូកែតែមាត់ដែរឬក៏អត់